ពីមុនតមានគ្នាបញ្ញាំគោចុះកេះកាតាលើនេះតែឃ្លានហើយម្នាក់ឯងក៏ទៅដែរមានសិគោតែ2ខាំញ៉ាំម្នាក់ឯងនឹងបបោម្ដុំធំនេះប្រហែលជា1គីឡូអាចញ៉ាំបានរហូតដល់6 7នាក់សាច់ដុំបោកអញ្ចឹងជាតិណាស់ឬថាវាខ្លាញ់ខ្ទិះឈ្ងុយអាំងមកឈឺជាតិហ្មងសិគោរបស់យើងជាតិតែវាអត់សូវផុយម៉ែនេះអញ្ចឹងយើងប្រើទឹកប្រឡាក់សាច់មិនតិចមកបងប្អូនប្រឡាក់ដើម្បីឲ្យវាមានជាតិជាប់នៅក្នុងហ្នឹងហើយសាច់របស់យើងក៏ឆាប់ទន់ផុយដែរបើចង់ឲ្យរត់ឈ្ងុយយើងអាចដាក់គ្រឿងឆ្នាំងដីមួយចុងសាព្រាទៅដល់គោស្រស់មិនតិចឲ្យសាច់របស់យើងរត់ទន់ឆ្ងាញ់ដោយដែលបងប្អូនបានឃើញអញ្ចឹងអត់មានអីទៅបបាអីញ៉ៃច្រើនបងប្អូននេះបេះតែតកួនក្រៅផ្ទះមកលាងអលាស់អស់ដីទៅខ្ចីល្អណាស់យកទៅស្លឹកចេញបន្តិចមកកាត់មួយចំពីស្ពៃក្តោបបន្តិចខ្ទឹមបារាំងបន្តិចបន្ថែមសិតម្ជុលតិចមករត់តែអែមតែញ៉ាំម្នាក់ឯងខ្ជិលញ៉ៃច្រើនណាស់បន្លែនៅផ្ទះមានប៉ុណ្ណាយកប៉ុណ្ណឹងឯងសិគោស្រែឲ្យថែមពងមាន់ស្រែទៀតញ៉ាំអស់តែមួយផ្ទះហ្នឹងលីសាម៉ន5000បាវបើលាយឲ្យចាំកាលដាក់សិគោមកលឺតែសម្លេងឈឺហ្នឹងឈ្ងុយដល់តអិនតែម្ដងអញ្ចឹងមិនថាបងប្អូនចង់ញ៉ាំអីក៏ដោយរសជាតិបែបតុកខុនតែម្ដងមានតែមួយឈុតហ្នឹងវិចទៅដល់ណាក៏បានដែរទៅស្រែទៅចកាបោះតង់នឹងមួយក៏ទៅណាឆ្ងាយចង់ញ៉ាំសាច់អាំងទឹកកាពិក៏មានចាក់ទឹកកាពិបន្តិចមកតែហូបប្រៃម្ដុំផ្លាច់ខ្ទឹមសម្ទេសហឹរកាច្រាំគូឆ្មាមួយចំណិតកុំភ្លេចថែមទៅដល់គូខាប់ពីលើនោះបន្តិចផងឲ្យទឹកកាពិរបស់យើងកាន់តែខ្ទិះជាតិមានគ្រប់រសជាតិទឹកម្ទេសក្រហមនិងទឹកម្ទេសខៀវពណ៌ខៀវនេះឈ្ងុយល្ងហឹរល្មមពណ៌ក្រហមវិញគឺស្ទើរហឹរជាងខៀវថែមតែហូបម្ដុំទៀតមកក៏បានដែរទឹកត្រីបុកទាំងពីរពណ៌នេះយើងប្រើគូឆ្មាខ្មែរសុទ្ធតែបងប្អូនហើយម្ទេសក៏ជាម្ទេសខ្មែរដែរអូយអែមមកឈុត5មុខលើតុនេះសម្រាប់យើងធ្វើសាច់អាំង BBQ គោឡើងភ្នំគោកិច្ចគោចុកផ្ទះគោចុកប្រេងអីបានមកអែមធ្វើញ៉ាំបានភ្លាមរសជាតិបែបហាងហ្មងមកឈុតនៅលើតុហ្នឹងតម្លៃពេញ36ជាធម្មតាគ្រឿងដែលខ្ញុំធ្វើមានដល់10មុខឯបងប្អូនតែលើកហ្នឹងធ្វើទាំង10មុខនេះទុកចង់បងប្អូនតែគ្នាវត្ថុធាតុដើមទាំងអស់ហ្នឹងភាគច្រើនគឺជារបស់ខ្មែរសុទ្ធហ្មងបងប្អូនធ្វើខ្លួនឯងចេះធានាឲ្យថាវាជារបស់ធម្មជាតិសុទ្ធសាធហ្មងគ្រឿងទាំងអស់នេះយើងកូរវាច្រើនមកអញ្ចឹងទុកបាននៅក្រៅទូរហូតដល់មួយខែខ្នុរឡុំពេលប្រម៉ូសិនគ្រឿងទាំង10មុខនេះតម្លៃត្រឹមតែ$30ទេបងប្អូនកំងឆាចូលពេកយើងមានដឹកជូនឲ្យ25ខេត្តក្រុងហ្នឹងមកមើលគោចុះផ្ទះរបស់យើងវិញប្រឡាក់ច្បល់ចូលគ្នាចិត្តទៅវាត្រូវជាមួយនឹងកម្ដៅភ្លើងផងមានបយថាក្លិនឡងឈ្ងុយល្អមែនតែនតែដឹងចេះហើយប៉ុណ្ណឹងលេងបបាឲ្យបងប្អូនចង់ញ៉ាំអញ្ចឹងម្នាក់ឯងក៏អាចញ៉ាំបានដែរចង់បានទឹកកាពិចង់បានទឹកត្រីបុកមកវាធ្វើការហត់អីចឹងណាបានសាច់អាំងមួយឈុតចឹងទៅរីងអែមដែរតំណងខ្លាំងសិគោដែលយើងប្រឡាក់មកនេះវាជាតិហើយរបៀបថាវាជាប់ជាមួយនឹងពងមាន់ស្រែឡើងពេញហ្នឹងបានជាមួយតកួនទៅកាត់ថ្មីចឹងទៀតស្រួយស្រាប់ជាតិហ្មងហ្នឹងជុំគ្នាមិនដឹងធ្វើអីញ៉ាំធ្វើសាច់អាំងទៅស្រួលអត់ហត់ច្រើនទេហាមតែសាច់មកអាំងខ្លួនឯងអ្នកណាអាំងឆ្អិនតែនឹងញ៉ាំណាមួយលឿនផងទិញតែបន្លែទិញតែសាច់មកហាន់ប្រឡាក់បានភ្លាមហ្មង